round one អ្នកទាំងពីរខ្សែក្រវ៉ាត់គឺមាន5បាទគ្រាន់តែថាខាងខៀវបាទខុនសឹកឆជោគឆៃនោះគឺថាគេច្រើនជាងគេមាន4បញ្ញាមាន1បាទប៉ុន្តែបញ្ញាពុកម៉ែបងប្អូនយើងគឺធ្លាប់ដឹងហើយពីសមត្ថភាពរបស់បញ្ញាបាទប្រកួតអន្តរជាតិស្ទឹងតែមិនដែរចាញ់បាទគាត់ចាញ់ដែរប៉ុន្តែចាញ់តិចបាទហើយដៃគូរបស់គាត់នឹងក្រៅទៅពីបូរិនទៅគឺសឹងតែអស់ត្មងណាគីឡូស្រុកខ្មែរឥឡូវនេះចាប់ផ្ដើមប្រកួតអន្តរជាតិបញ្ញាបាទប៉ះដៃគ្នាមួយសិនបាទបញ្ញារីខ្ពស់ជាងបន្តិចបាទលេងម៉ូតសក់ស្អាតផងបញ្ញាបាទខុនសឹកជោគឆៃកំពុងតែចិត្តទៅជើងស្ដាំបន្តិចមួយទៅតាមវេយ្យាករណ៍នៃការប្រកួតបាទ5ទឹកអញ្ចឹងពេលវេលាគេថានៅមានច្រើនដែរអញ្ចឹងគេថាគាត់សុំស្ទាបស្ទងរៀនតែសិនបាទជ្រងដៃណាមើលទៅចង្វាក់ការជ្រងការឃុំដៃនេះក៏រៀងទំនងបាទគេហៅថាលុបដាប់ថ្នាលប្រចាំប្រទេសរៀងខ្លួនបាទលុបដាប់ថ្នាលប្រចាំប្រទេសរៀងខ្លួនបាទខុនសឹកប្រាប់ថាប៉ះប្រម៉ោយខ្ញុំមិនបញ្ញាទាំងប៉ះបន្តិចសោះឥឡូវតតស្ដាំមួយតតស្ដាំស្រាលរបស់បញ្ញាបាទនៅតែតតស្រាលប្រឆោតគេថាតតប្រផតស្មាត់អីណែបាទតតរលាស់យកខាងលើមករៀងធ្ងន់ខុនសឹកដើរចូលវិញបាទខុនសឹកលោបទៅកណ្ដាប់ដៃបដូរគ្នាមកប្រើបែកទឹកខ្សាយអូហូយបាទញ៉ែដៃសិនបាទកំពុងតែសម្លឹងមើលគ្នាធាក់ឆ្វេងមួយសិនបាទពីបញ្ញាបាទតតឆ្វេងមួយទៀតរបស់បញ្ញាបាទអ្នកប្រដាល់12ដងអត់ដែរចាញ់គូមុនគឺស្គាល់ពីចាញ់ហើយបាទចាំមើលថាគូនេះខ្សែក្រវ៉ាត់4អាចចាញ់ខ្សែក្រវ៉ាត់1ឬក៏យ៉ាងណាចាក់ជើងក្រោមស្ដាំបន្តទៅពីចាក់ជើងក្រោមស្ដាំអាយ៉ាបាទចេញកែងមួយបាទសព្រះរាមរបស់បាទរិទ្ធីហុងសុបញ្ញាបាទជាអ្នកនាំលេងកែងបាទជាអ្នកនាំលេងកែងក្នុងនាមជាម្ចាស់ផ្ទះបាទភ័ក្រស្ដាំហើយក៏ចប់ទឹកទី1 round 1ជើងក៏មួយដៃស្ដាប់ពីខុនសឹកមង្គលខៀវនៅក្មេងដូចគ្នាប៉ុន្តែបើយើងមើលពីជំហរយើងមើលពីស្នៀតយើងមើលពីក្បាច់យើងមើលពីឆន្ទៈយើងមើលពីភាពក្លាហានខ្ញុំសូមតែសើទៅដល់កីឡាករទាំងពីរអញ្ចឹងការបង្ហាញជូនបែបនេះក៏សូមការគ្រប់គ្រងពីបងប្អូនទាំងអស់គ្នាដូចគ្នាផងបាទយើងទស្សនាជាបន្តតតស្ដាំរបស់ខុនសឹកមួយដៃស្ដាំសងពីបញ្ញាហើយដៃគូរបស់រិទ្ធីគីងកុងនៅខាងក្រោមសង្វៀនជាអ្នកមកឲ្យទឹកបាទខុនសឹកនេះផ្ទាល់តែម្ដងបាទចាប់គ្រាជង្គង់របស់បញ្ញាជង្គង់របស់បញ្ញាចំហររឹងណាស់មាំណាស់អ្នកទាំងពីរជង្គង់របស់បញ្ញាបង្គោលក្រហមហើយក៏ព្យាយាមចាប់កាច់រុញផ្ដួលពីខុនសឹកបាទទស្សនាជាបន្តទៀតបញ្ញាដើរចូលញាក់មួយទាត់ក្រោមរបស់ខុនសឹកពុះកែងរបស់បញ្ញាអត់អីហើយក៏អត់ចំបត់កែងស្ដាំវិញបន្តិចរបស់ខុនសឹកប៉ុន្តែបញ្ញាឡើងដួលខ្លួនឯងបាទឡើងដួលខ្លួនឯងហើយយើងទស្សនាបន្តទៀតទាត់ស្ដាំរបស់បញ្ញាទាត់ស្ដាំពីខុនសឹកអាយ៉ាអត់ទៅស្រួលទឹកទី2បាទទស្សនាជាបន្តមួយដៃឆ្វេងរបស់បញ្ញាដើរចូលដូចគ្នាទាត់ស្ដាំពីខុនសឹកទាត់ស្ដាំមួយទៀតខុនសឹកកែងរបស់បញ្ញាជង្គង់របស់បញ្ញាអត់អីខុនសឹកដើរចូលញាក់មួយពីរទាត់ស្ដាំពីខុនសឹកចាប់ជើងជាប់ក៏របូតទៅវិញក៏ទាត់ស្ដាំរបស់បញ្ញាធាក់ស្ដាំមួយទៀតទាត់ស្ដាំរបស់ខុនសឹកមួយដៃស្ដាំរបស់បញ្ញាចូលពោះទឹកមួយដៃស្ដាំឆ្វេងទាត់ក្រោមពីបញ្ញាបង្គោលក្រហមហើយក៏តាំងគុំញាក់មួយពីរហក់ចាក់ជង្គង់ស្ដាំរបស់អូយបាទរិទ្ធីហុងបញ្ញាណា 2 3 4 5 6 7 8ចប់ទឹកទី2 and now round 2ជាកីឡាករគុណខ្មែរម្នាក់វាមិនមែនជាអាជីពដែលងាយស្រួលនោះទេវាជាដំណើរជីវិតដែលពោរពេញទៅដោយការតស៊ូព្យាយាមអំណត់អត់ធន់ប៉ុន្តែខ្ញុំមានភេសជ្ជៈបើកម្លាំងគ្រុឌដែលតែងតែផ្ដល់ធម៌ពលធ្វើឲ្យរាងកាយខ្ញុំកាន់តែមានភាពមាំមួនអាចសម្រេចបាននូវភាពជោគជ័យគ្រប់ឧបសគ្គខ្ញុំពេជ្រសម្បត្តិទុយសុឆន្ទៈភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌ I'm Nick Taylor, football player of Cambodia's national team. I'm active for endurance. I'm active for strength. I'm active for our country. I'm active for me. We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័ស
ទីវភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័សភេសជ្ជៈបើកម្លាំងគ្រុឌទទួលយកធម៌ពលជាមួយគ្រុឌ បើមកជួបគ្នាជាថ្មីនៅក្នុងទឹកទី3មកទស្សនារូបភាពសំខាន់នៃការប្រកួតទឹកទី2មុននេះតតកាត់ជើងក្រោមមួយគេហៅថាកាប់គោរុនជួយមិនដល់ចូលគប់កែកសព្រះរាមួយបាទសព្រះរាមកអោនគិចផុតកន្លែងនេះត្រូវមិនទៅខ្លាំងប្រហែលបាទញាក់ហើយតតកាត់ជើងក្រោមមួយទៀតពីបាទគុណសឹកឲ្យគប់កែកពីលើមួយទៀតបកហៅប្រខាន់ភូសាឡាហើយដើរចូលពីបញ្ញាអាមេកន្លែងនេះពៀនណូជ្រែកពពកទៅចំបាទហើយក៏ដួលស្រឹបទៅលើតាពីហើយអាញាដើររាប់បាន8ស្របពេលដែលគួជួងល្មើ នៅទឹកជើងក្រៅ second out គ្រុឌគុណខ្មែរគូទី4ដែលជាគូអន្តរជាតិកម្ពុជាថៃទឹកទី3 round 3 ទឹកទី3ចូលមកដល់ការប្រកួតរវាងគុណសឹកបាទគុណសឹកប៉ះជាមួយនឹងកីឡាករបកគលក្រហមយើងគឺបញ្ញាហើយតរៀបអាមេតរឡមួយអត់ទេគុណសឹកដើរចូលស្រង់ដើរមកវិញហើយបញ្ញាញាក់ធាក់ទល់មួយគុណសឹកបៃលើរៀបជង្គង់ហោះជុកជួបាទម្ដាយស្ដាំបាទពីគុណសឹកគប់កាយមួយបត់កែងស្ដាំពីបញ្ញាលូកចូលបានពីដៃបោះជង្គង់កាត់ពីបញ្ញាបាទហើយក៏ទាត់កាត់ជើងក្រោមចាប់ជើងជាប់បលែងទៅវិញបលែងទៅវិញបញ្ញាជង្គង់ហោះមួយទៀតចំបាទក្រោមគុំក្រោមគ្លៀងបញ្ញាលើកធាក់មួយទៀតបាទធាក់មួយទៀតអត់ត្រូវធាក់ចេញមួយទៀតពីបញ្ញាហើយដើរចូលបាទគុណសឹកគាត់ប្របានតែសាក៏រៀងខ្លីជាងតែសាច់ម៉ាន់ល្អណា84ប្រកួតបើវ័យក្មេងជា84គាត់ណាក្បាច់ពិសេសរបស់បញ្ញាបញ្ញាដើរចូលជាបន្តទៀតអាមេគប់ឆក់កែងឆក់ដៃស្ដាប់មួយពីគុណសឹកទាត់លើមួយហើយទាត់កាត់ជើងក្រោមសងវិញពីបញ្ញាហើយបញ្ញាព្យាយាមបោះជង្គង់ទៅអត់ត្រូវលូកចូលមកដៃស្ដាំអស់ចំហរអល់ដួលនេះបញ្ញាថាបាទមេឃភ្លៀងនេះរំខានដល់ការប្រកួតដល់ហើយប៉ុន្តែមិនអីទេនេះជាច្បាប់របស់ធម្មជាតិគាត់ស្នែងក្របីអាស្ដាប់មួយអត់ត្រូវគប់កែងពាក់កមួយហើយអោនផុតហើយដើរចូលពីបញ្ញាជាថ្មីម្ដងទៀតដើរចូលគប់កែងបោះជង្គង់កាត់ស្ដាប់មួយបោះឆ្កែស្ដាប់ហើយចាក់ជង្គង់មួយទៀតលុកបានម្ដាយស្ដាប់របស់បញ្ញាទាត់មួយលុកចូលបានដៃម្ដាយស្ដាប់របស់បញ្ញាបាទគុណបាទព្យាយាមវាយចូលពួនទឹកច្រកពងមួយទាត់លើស្ដាប់មួយទៀតបាទគុណសឹកគាត់ព្យាយាមវាយកាត់ដែរប៉ុន្តែគាត់ខ្លីជាងហើយដើរចូលគាត់កែងពីលើមួយលុកចូលបានម្ដាយស្ដាប់ពីគុណសឹកហើយគុណសឹកបោលចូលពុះកែងពីលើបត់កែងពីលើស្ទៀងឆាបពីចៃបោះជង្គង់កាត់មួយអូចូលពេញណៃឡមែនតើបាទគេថាហានុមានទម្លុះភ្នំទម្លុះតិចតែម្ដងបាទទម្លុះមួយជង្គង់មួយនេះធ្លាយដល់ឆ្អឹងជំនីទី3បាទចុកឆ្អល់ណាអញ្ញាកដាលកញ្ញាជួយជាមួយជាបាទគឺថាប្រជុំការប្រកួតតែម្ដងដោយសារតែយើងគិតអំពីសុវត្ថិភាពរបស់ក្មេងៗបាទការប្រកួត5ទឹកដំណើរការទៅបាន3ទឹកចូលជង្គង់ពេញរបស់បញ្ញាណែតដល់ជុកបោះជង្គង់ជ្រក់បាទចាក់ជង្គង់មួយនេះលនសូជ្រក់បាទចុកដល់ឆ្អឹងខ្នងដើរចូលរបស់បញ្ញាដែរទាញកចាក់ជង្គង់មកបាទចូលចំណិតល្អមែនទេបាទចាប់ទាញមកចាក់ជ្រក់កដាលដើមទ្រូងមកកន្លែងនេះធ្វើឲ្យគុណសឹកវល់ស្រឹបទៅលើតាពីបញ្ញាកដាលសម្រាប់បញ្ឈប់តា